បងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនសិស្សានុសិស្សឬក៏លោកគ្រូអ្នកគ្រូឬក៏អ្នកសិក្សាភាសាអង់គ្លេសបាទថ្ងៃនេះគឺខ្ញុំចង់មកចែករំលែកទាក់ទងនឹងចំណេះដឹងនៅក្នុងការប្រើប្រាស់នៅភាសាអង់គ្លេសក្នុងការសរសេរដើម្បីយើងទៅប្រឡងនៅក្នុងបន្ទុក IELTS ដើម្បីឲ្យទទួលបាននៅបន្ទុកខ្ពស់បាទអញ្ចឹងគឺថ្ងៃនេះដែរខ្ញុំមានអេពីសូតទី1ដែលខ្ញុំនឹងចែករំលែកទាក់ទងនឹងការសរសេរផ្លាស់ប្ដូរពីប្រយោគធម្មតាទៅជាប្រយោគដែលទទួលបានបន្ទុកខ្ពស់នៅក្នុងការប្រឡង IELTS បាទអញ្ចឹងថ្ងៃនេះគឺអេពីសូតទី1របស់ខ្ញុំនឹងចែករំលែកចំនួន5ប្រយោគបាទហើយខ្ញុំនឹងបញ្យល់ថាតើប្រយោគនីមួយៗហ្នឹងគឺផ្លាស់ប្ដូរពីប្រយោគធម្មតាទៅប្រយោគដែលបានបន្ទុកខ្ពស់ហ្នឹងដោយយើងប្រើប្រាស់ពាក្យពេចន៍អីខ្លះហើយយើងត្រូវប្រើរបៀបណាខ្លះបាទអញ្ចឹងនេះគឺតាមរយៈការស្រាវជ្រាវរបស់ខ្ញុំអញ្ចឹងខ្ញុំមកចែករំលែកនៅចំណេះដឹងទាំងអស់ហ្នឹងមកដល់បងប្អូនទាំងអស់គ្នាដើម្បីជាពុទ្ធិជាចំណេះដឹងមួយក្នុងការរៀនភាសាអង់គ្លេសនៅក្នុងការ upgrade update នៅចំណេះដឹងភាសាអង់គ្លេសហ្នឹងឲ្យកាន់តែទូលំទូលាយនិងឲ្យកាន់តែទទួលបាននៅសមិទ្ធផលសម្រាប់ជីវិតរបស់យើងជាពិសេសគឺសម្រាប់បងប្អូនសិស្សានុសិស្សឬក៏លោកគ្រូអ្នកគ្រូដែលគាត់មានបំណងទៅប្រឡងបន្ទុក IELTS ដើម្បីឲ្យបានបន្ទុកខ្ពស់នៅក្នុងការសរសេរ writing នៅក្នុងការសរសេរ writing អញ្ចឹងប្រយោគទី1ដែលខ្ញុំបានបង្ហាញនៅក្នុង screen ហ្នឹងគឺគេដាក់ថា the coffee is tasty អញ្ចឹងនៅពេលដែលយើងសរសេរថា the coffee is tasty ហ្នឹងគឺមានន័យថាយើងគ្រាន់តែនិយាយថាកាហ្វេហ្នឹងគឺវា tasty គឺវាមានរសជាតិឆ្ងាញ់អីចឹងទៅប៉ុន្តែយើងអត់បានពិពណ៌នានៅគុណភាពរបស់កាហ្វេហ្នឹងបាទអញ្ចឹងបើសិនជាអាចយើងគួរតែសរសេរនៅដូចប្រយោគខាងក្រោមដែលខ្ញុំដាក់ហ្នឹងគឺយើងត្រូវប្រាប់អំពីគុណភាពរបស់កាហ្វេហ្នឹងថាតើកាហ្វេហ្នឹងវាមានគុណភាពអីខ្លះក្រៅតែពីពាក្យថា tasty ហ្នឹងហើយគឺជាបំណងដែលការដែលសរសេរបន្ទុកប្រឡង IELTS នឹងបានខ្ពស់គឺគេត្រូវគិតទៅលើរឿងហ្នឹងនេះគឺតាមរយៈការស្រាវជ្រាវដែលខ្ញុំបានស្រាវជ្រាវមកអញ្ចឹងយើងត្រូវសរសេរថា the coffee has a rich refined flavor that is incredibly satisfying បាទបងប្អូនឃើញហើយគឺនៅពេលដែលយើងនិយាយអញ្ចឹងទៅគឺយើងពិពណ៌នាអំពីគុណភាពរបស់កាហ្វេហ្នឹងគឺយើងឲ្យអាការដែលយើងនិយាយហ្នឹងទៅវា sound natural គឺវាស្ដាប់មកដូចជនជាតិដើមគេនិយាយអញ្ចឹងណានៅពេលដែលយើងនិយាយថា the coffee is tasty គឺអាការនិយាយហ្នឹងវាអត់ដូចជនជាតិដើមទេវាលក្ខណៈយើងបង្ហាញពីចំណាប់អារម្មណ៍យើងច្រើនជាងការពិពណ៌នាអញ្ចឹងនៅក្នុងការនិយាយនៅក្នុងការប្រឡង IELTS គឺគេតម្រូវឲ្យការនិយាយហ្នឹងវា sound natural ហើយវា flow មកគឺ professional តែម្ដងអញ្ចឹងគឺតើតើនៅប្រយោគទី1នេះគឺអស់ហើយយើងឥឡូវយើងត្រឡប់ទៅប្រយោគទី2បាទប្រយោគទី2គឺគេដាក់ថា I am very tired បាទជាទូទៅគឺយើងតែងតែនិយាយអញ្ចឹងប៉ុន្តែនៅពេលដែលយើងសរសេរនៅក្នុង writing នៅក្នុង IELTS គឺយើងបានបន្ទុកតិចមែនតើបាទយើងបានត្រឹមតែ4ចុចឬក៏5ចុចទេអញ្ចឹងបើយើងចង់ឲ្យបានបន្ទុកខ្ពស់គឺយើងត្រូវបដូរទៅជាការសរសេរ I am very tired គឺយើងសរសេរថា I feel completely exhausted after a long and demanding day បាទអញ្ចឹងហេតុអីបានយើងត្រូវសរសេរអញ្ចឹងពីព្រោះនៅពេលដែលយើងសរសេរអញ្ចឹងគឺយើងបានបន្ថែមនៅdetail បន្ថែមនៅភាពពិស្ដារទៅលើប្រយោគហ្នឹងដោយយើងពិពណ៌នានៅអ្វីដែលវាធ្វើឲ្យយើងនឿយហត់ក្រៅតែពីយើងនិយាយពីអារម្មណ៍ដែលយើងនឿយហត់អញ្ចឹងគឺ judge ឬក៏នៅក្នុងគណៈកម្មការគេត្រូវការចង់ដឹងថាអ្វីដែលធ្វើឲ្យយើងនឿយហត់ច្រើនជាងយើងនិយាយពីអារម្មណ៍របស់យើងអញ្ចឹងយើងត្រូវប្រាប់គេថាអ្វីខ្លះដែលធ្វើយើងនឿយហត់អញ្ចឹងនៅពេលដែលយើងប្រាប់គេវាធ្វើឲ្យប្រយោគហ្នឹងកាន់តែ stronger កាន់តែខ្លាំងហើយវា more natural គឺវាស្ដាប់ទៅគឺវាធម្មជាតិតែម្ដងអញ្ចឹងឃើញជាក់ស្ដែងគឺក្នុងប្រយោគគេដាក់ថា I feel completely exhausted after a long and demanding day អញ្ចឹងធម្មតាយើងមិនសុខហត់ទេលុះត្រាតែយើងចំណាយពេលធ្វើការពេញមួយថ្ងៃឬក៏យើងដើរចំណាយពេលដើរយូរឬក៏យើងឡើងភ្នំឬក៏យើងហត់នឿយក្នុងការធ្វើការ hard working អាហ្នឹងឯងដែលវាពិពណ៌នាអំពីអ្វីដែលធ្វើឲ្យយើងហត់នឿយជាជាងយើងនិយាយពីអារម្មណ៍របស់យើងដោយគ្មានហេតុផលបាទអញ្ចឹងនេះហើយគឺជាកន្លឹះ technique ឬក៏ជា tip មួយសម្រាប់បងប្អូនសិស្សនិស្សិតឬក៏លោកគ្រូអ្នកគ្រូដែលអាចប្រឡងបានបន្ទុកខ្ពស់នៅក្នុង IELTS បាទទី3គឺ
ประโยคที่3ដែលខ្ញុំចង់ចែករំលែកនេះគឺ the room is small បាទ the room is small ចឹងកាលណាយើងប្រើពាក្យ small ពាក្យ small គឺវាបង្កប់នៃ negative បាទចឹងនៅក្នុងការប្រឡង IELTS គឺគេជៀសវាងគេ avoid negative បាទចឹងគឺយើងត្រូវនិយាយថាចេះវិញយើងត្រូវសរសេរថា the room feel compact but efficiently designed បាទចឹងយើងអត់ប្រើពាក្យ small ទេយើងប្រើពាក្យ compact បាទពីព្រោះពាក្យ compact ហ្នឹងគឺវា positive បាទវាបង្កប់នៃ positive កាលណាយើងប្រើពាក្យ small គឺវាបង្កប់នៃ negative បាទពាក្យ small ហ្នឹងគឺវាលក្ខណៈចំអន់ចំអកអីចឹងទៅគឺវាអត់សូវល្អទេបាទអញ្ចឹងយើងបដូរពីការប្រើប្រាស់ពាក្យដែលជា negative មកជាពាក្យដែល positive ដើម្បីឲ្យប្រយោគហ្នឹងវា sound more polite ហើយវា professional បាទទី4គឺប្រយោគ the weather is hot today ដូចគ្នាកាលណាយើងនិយាយថា the weather is hot today ពាក្យ hot ហ្នឹងក៏ដូចពាក្យ small ចឹងគឺវាជាប្រភេទ negative word វាពាក្យដែលបង្កប់នៃបដិសេធចឹងពាក្យ hot កាលណាយើងស្ដាប់ទៅគឺវាលក្ខណៈយើងតំអូនតំអែយើងអត់ពេញចិត្តនឹងអាកាសធាតុនឹងទេយើងនិយាយពីអារម្មណ៍របស់យើងច្រើនអញ្ចឹងយើងគួរតែសរសេរប្រយោគដែលពិពណ៌នាថាតើអ្វីដែលវាធ្វើឲ្យអាកាសធាតុនឹងក្តៅបាទឬក៏ដែលធ្វើឲ្យយើងមានអារម្មណ៍ថាយើងចង់និយាយបកស្រាយនៅមូលហេតុដែលវាធ្វើឲ្យក្តៅជាជាងនិយាយពីអារម្មណ៍របស់យើងអញ្ចឹងយើងត្រូវដាក់ថា the weather is exceptionally warm making the day feel quite intense បាទអញ្ចឹងនៅពេលដែលយើងនិយាយអញ្ចឹងទៅគឺយើងបានបន្ថែមនៅ effect បាទបន្ថែមនៅផលវាលទ្ធផលវាដោយយើងធ្វើឲ្យថ្ងៃហ្នឹងគឺវាកាន់តែច្បាស់ថែមទៀតថាមិនបានវាកាន់តែច្បាស់ដោយសារតែពេលដែលយើងនិយាយចឹងទៅគឺធ្វើឲ្យយើងពិពណ៌នាពីអាកាសធាតុហ្នឹងច្រើនជាងយើងនិយាយពីអារម្មណ៍របស់យើងមានន័យថាអ្វីដែលវាធ្វើអាកាសធាតុហ្នឹងក្តៅបាទហើយវាជួយឲ្យការនិយាយរបស់យើងគឺដូចជាសំនៀងរបស់ជនជាតិដើមដូចជាអារម្មណ៍មានន័យថាជាការប្រើប្រាស់របស់ជនជាតិដើមដែលគេប្រើប្រាស់បានល្អគេនិយាយមកគឺ natural បាទអញ្ចឹងយើងអត់ប្រើពាក្យ hot ទេយើងប្រើពាក្យ warm បាទហើយយើងភ្ជាប់ជាមួយនឹង adverb exceptionally warm បាទចុងក្រោយគឺប្រយោគទី5ដែលខ្ញុំនឹងចែករំលែកនៅថ្ងៃនេះគឺ I don't like this food បាទកាលណាយើងនិយាយអញ្ចឹងគឺយើងបង្ហាញពីអារម្មណ៍របស់យើងច្រើនដែលយើងអត់ចូលចិត្តអាហារមួយហ្នឹងអញ្ចឹងវាសម្រាប់អ្នកដែលគាត់ធ្វើឲ្យយើងញ៉ាំឬក៏អ្នកដែលគាត់លក់ឲ្យយើងគាត់មានអារម្មណ៍វាអត់សប្បាយចិត្តមានអត់ពេញចិត្តនៅពេលដែលយើងបង្ហាញពីអារម្មណ៍របស់យើងមិនចូលចិត្តនរណាម្នាក់ឬមិនចូលចិត្តអ្វីមួយអញ្ចឹងណាអញ្ចឹងយើងគួរតែបដូរប្រយោគហ្នឹងទៅជា this doesn't appeal to my taste at all មានន័យថាយើងអត់និយាយពីអារម្មណ៍របស់យើងហើយប៉ុន្តែយើងពិពណ៌នាពីមុខម្ហូបហ្នឹងគឺវាអត់ត្រូវនឹងអ្វីដែលជារសជាតិដែលយើងចង់បានណាអញ្ចឹងមានន័យថាជំនួសឲ្យការនិយាយពីអារម្មណ៍យើងពិពណ៌នាពីរសជាតិរបស់អាហារហ្នឹងវិញមានន័យថាអាហារហ្នឹងវាមិនចង់បានអ្វីដែលយើងចង់បានវាមិន match វាមិនត្រូវនឹងអ្វីដែលយើងចង់បានបាទអញ្ចឹងអស់ហើយតកតនឹងអេពីសូតទី1ដែលខ្ញុំចង់ចែករំលែកតកតនឹង5ប្រយោគនៅក្នុងការសរសេរដើម្បីទទួលបានបន្ទុកខ្ពស់ពីការប្រឡង IELTS ដើម្បីឲ្យយើងបានបន្ទុកខ្ពស់ក្នុងការប្រឡងបន្ទុក IELTS ហ្នឹងលុះត្រាតែយើងដឹងពីរបៀបក្នុងការសរសេរយើងដឹងពីរបៀបដែលយើងបដូរពីប្រយោគធម្មតាទៅជាប្រយោគដែលបានបន្ទុកខ្ពស់បាទអញ្ចឹងអស់ហើយបើសិនជាបងប្អូនពេញចិត្តនៅក្នុងវីដេអូមួយនេះគឺសូមជួយគាំទ្រដើម្បីខ្ញុំចេញអេពីសូតទី2តាក់ទងទៅនឹងប្រយោគ5ទៀតដែលយើងសរសេរមិនឲ្យបានល្អនិងបានបន្ទុកខ្ពស់នៅក្នុងការប្រឡង IELTS បាទអរគុណច្រើនសូមជម្រាបលា